តាចេះហៅសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំលើកយកមេរៀនភាសាចិនមកចែកម្លែកដល់អ្នកនរគ្នាបន្តទៀតអញ្ចឹងបើអ្នកមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយមិនទាន់ Follow Page ជួយ Follow Page ម្នាក់មួយដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តទៀតអញ្ចឹងពាក្យទី1យើងអានថា你饿吗你饿吗你饿吗យើងបកប្រែថាតើអ្នកឃ្លានទេ你饿吗តើអ្នកឃ្លានទេពាក្យទី2យើងអានថា你渴吗你渴吗你渴吗យើងបកប្រែថាតើអ្នកស្រេកទឹកទេ你渴吗តើអ្នកស្រេកទឹកទេពាក្យបន្តទៀតយើងអានថា你累吗你累吗你累吗យើងបកប្រែថាតើអ្នកហត់ទេ你累吗តើអ្នកហត់ទេចឹងពាក្យបន្តទៀតយើងអានថា你冷吗你冷吗你冷吗យើងបកប្រែថាតើអ្នករងាទេតើអ្នករងាទេ你冷吗ពាក្យបន្តទៀតយើងអានថា你还好吗你还好吗你还好吗យើងបកប្រែថាតើអ្នកមិនអីទេ你还好吗តើអ្នកមិនអីទេពាក្យបន្តទៀតយើងអានថា你确定吗你确定吗你确定吗យើងបកប្រែថាតើអ្នកប្រកាសទេ你确定吗តើអ្នកប្រកាសទេពាក្យបន្តទៀតយើងអានថា确定确定确定យើងបកប្រែថាប្រកាស确定ប្រកាសចឹងពាក្យបន្តទៀតយើងអានថា你结婚了吗你结婚了吗你结婚了吗យើងបកប្រែថាតើអ្នករៀបការហើយឬនៅ你结婚了吗តើអ្នករៀបការហើយឬនៅពាក្យបន្តទៀតយើងអានថា结婚结婚结婚យើងបកប្រែថារៀបការ结婚រៀបការពាក្យបន្តទៀតយើងអានថា你开心吗你开心吗你开心吗យើងបកប្រែថាតើអ្នករីករាយទេ你开心吗តើអ្នករីករាយទេពាក្យបន្តទៀតយើងអានថា你高兴吗你高兴吗你高兴吗យើងបកប្រែថាតើអ្នកសប្បាយចិត្តទេ你高兴吗តើអ្នកសប្បាយចិត្តទេពាក្យបន្តទៀតយើងអានថា高兴开心高兴开心យើងបកប្រែថាសប្បាយចិត្តឬក៏រីករាយ高兴开心សប្បាយចិត្តរីករាយពាក្យបន្តទៀតយើងអានថា你会说汉语吗你会说汉语吗你会说汉语吗យើងបកប្រែថាតើអ្នកចេះនិយាយភាសាចិនទេ你会说汉语吗តើអ្នកចេះនិយាយភាសាចិនទេពាក្យបន្តទៀតយើងអានថា汉语汉语汉语យើងបកប្រែថាភាសាចិន汉语ភាសាចិន
ពាក្យបន្តទៀតយើងអានថា你喜欢做菜吗你喜欢做菜吗你喜欢做菜吗យើងបកប្រែថាតើអ្នកចូលចិត្តធ្វើម្ហូបទេ你喜欢做菜吗តើអ្នកចូលចិត្តធ្វើម្ហូបទេពាក្យបន្តទៀតយើងអានថា喜欢喜欢喜欢យើងបកប្រែថាចូលចិត្ត喜欢ចូលចិត្តពាក្យចុងក្រោយយើងអានថា做菜做菜做菜យើងបកប្រែថាធ្វើម្ហូប做菜ធ្វើម្ហូបចឹងការចែកម្លែងមេរៀនភាសាចិនរបស់ខ្ញុំបានមកដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តការចែកម្លែងរបស់ខ្ញុំកុំភ្លេចជួយ Subscribe ឬក៏ Follow Page ម្នាក់មួយដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តទៀតអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ